រមណីយដ្ឋានធម្មជាតិអូទុរ៉េននិងកសិទេសចររ៉េតសូម៉ាលីគឺជារមណីយដ្ឋានមួយយ៉ាងស្រស់ស្អាតលាក់ខ្លួននៅក្នុងព្រៃភ្នំមានការច្នៃប្រឌិតតុបតែងលម្អយ៉ាងស្រស់ស្អាតមានភោជនីយដ្ឋានល្អអាហារមានរសជាតិឆ្ងាញ់តម្លៃសមរម្យមានបន្ទប់សម្រាប់ស្នាក់នៅប្រកបដោយផាសុកភាពមានទីកន្លែងសម្រាប់បោះតង់ប្រកបដោយក្តីសុខសុវត្ថិភាពទេសភាពល្អប្រពៃមានអូរធម្មជាតិដែលមានទឹកថ្លាឆ្វេងហូរចុះពីលើភ្នំបបប្រាស់ជាមួយដុំថ្មបង្កើតបានជាសម្លេងតន្ត្រីធម្មជាតិកំដរភ្ញៀវទេសចរដែលកំពុងអង្គុយលំហែពិសារអាហារជួបជុំក្រុមគ្រួសារមិត្តភ័ក្តិនៅលើខ្ចុះដែលបានកសាងយ៉ាងមានរបៀបស្រស់ស្អាតនៅព្រមមាត់អូនោះ រមណីយដ្ឋានធម្មជាតិអូទុរ៉េនកសិទេសចររ៉េតសូម៉ាលីមានចម្ងាយជាង10គីឡូម៉ែត្រពីទីរួមខេត្តបៃលិនឆ្ពោះទៅទិសខាងលិចជាប់មាត់អូខណ្ឌចែកព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃលោកកែសារ៉េតម្ចាស់រមណីយដ្ឋានធម្មជាតិអូទុរ៉េនកសិទេសចរធម្មជាតិរ៉េតសូម៉ាលីបានមានប្រសាសន៍ថាដោយសារការស្រឡាញ់ធម្មជាតិនិងវិស័យទេសចរនិងដោយពិនិត្យឃើញពីសក្តានុពលផ្នែកទេសចរនិងកសិទេសចរនៅតំបន់នេះទើបសម្រេចចិត្តដាក់ទុនបង្កើតរមណីយដ្ឋានធម្មជាតិអូទុរ៉េនកសិទេសចរធម្មជាតិរ៉េតសូម៉ាលីនេះឡើងចូលរួមអភិវឌ្ឍវិស័យទេសចរនៅក្នុងខេត្តបៃលិនក៏ដូចជាការចូលរួមលើកស្ទួយដល់ជីវភាពប្រជាពលរដ្ឋនិងកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតំបន់នេះផងដែរពេលដែលពូមកដល់ទីនេះគឺពូមានចំណាប់អារម្មណ៍ស្រឡាញ់ចូលចិត្តធម្មជាតិនៅតំបន់នេះបានជាពូសម្រេចចិត្តជាមួយប្តីប្រពន្ធថាយើងសូមគោលការណ៍ពីរាជរដ្ឋាភិបាលដើម្បីបង្កើតកន្លែងនឹងមួយដើម្បីឲ្យទេសចរទាំងបរទេសទាំងប្រជាពលរដ្ឋខ្មែរយើងមកលេងឲ្យបានច្រើនដោយសារអីដោយសារកន្លែងនេះគឺធម្មជាតិស្អាតបើយើងនិយាយទៅវាច្រើនដែរដូចអូនឃើញស្រាប់ចាក់សាបនៅក្នុងបរិវេណនេះធ្វើផ្ទះសំណាក់ធ្វើកន្លែងសម្រាប់បោះតង់មានរីសតមានអីចឹងទៅចឹងពូបានធ្វើនេះច្រើនពេលដែលពូមកដល់នេះគឺប្រជាពលរដ្ឋយើងមានការងារធ្វើរាល់ថ្ងៃពួកពូត្រូវការកម្លាំងពលកម្មនឹងរាល់ថ្ងៃដែរកាត់បន្ថយចំណាក់ស្រុករបស់ប្រជាពលរដ្ឋយើងដោយសារថាពូមានការងារនៅកន្លែងពូនេះស្រាប់ហើយបើនិយាយពីតម្លៃពលកម្មវិញមិនខុសពីពលកម្មដែលគេចេញទៅធ្វើនៅក្រៅប្រទេសទេលោកកែសារ៉េតក៏បានមានប្រសាសន៍បន្ថែមទៀតថាកសិទេសចរធម្មជាតិរ៉េតសូម៉ាលីក៏សម្បូរដោយដំណាំឈើហូបផ្លែដែលរួមមានទុរេនខ្នុរត្របែកសាវម៉ាវក្រូចពោធិ៍សាត់ក្រូចខ្លុងបឺមៀនចម្ប៉ាដកល្មុតជាដើមដែលបានបញ្ចេញផ្លែផ្កាទៅតាមរដូវដែលភ្ញៀវទេសចរទាំងឡាយអាចមកភ្លក្សសាកនៅរសជាតិដោយធម្មជាតិនៃផ្លែឈើទាំងឡាយនេះដោយសារតែពូមកកន្លែងនេះពូចំណាប់អារម្មណ៍កសិទេសចរនឹងដោយសារតែពូស្រឡាញ់ការងារកសិកម្មហើយស្រឡាញ់ការងារកសិកម្មអញ្ចឹងទេភ្ជាប់ជាមួយនឹងវិស័យទេសចរនឹងគឺពូបានដាំដំណាំច្រើនមុខមានទុរេនមានសាវម៉ាវមានក្រូចពោធិ៍សាត់មាននិយាយទៅដំណាំរបស់ពូនឹងច្រើនមុខរាប់មិនអស់រយៈពេលដែលពូធ្វើនឹងដូចជា5 ឆ្នាំហើយចូល5 ឆ្នាំហើយផលហ្នឹងវានិយាយទៅឆ្នាំនេះជាឆ្នាំទី1មិនទាន់បានពេញលេញទេទើបតែឆ្នាំដំបូងហ្នឹងទេឆ្នាំហ្នឹងទេដែលបានផលខ្លះតែផលហ្នឹងគ្រាន់តែភ្លក់ទេអត់បានលក់ដូរទេហើយផ្លែឈើប្រហែលជាក្នុងឆ្នាំនេះឲ្យសាក់ទេមិនបាច់ទិញមិនបាច់ដូរទេមកដល់ហ្នឹងសាក់មកនៅនឹងសាក់នឹងដើមបេះខ្លួនឯងហូបខ្លួនឯងហ្មងអត់បាច់ទិញដូរទេឆ្នាំនេះដោយសារផ្លូវក្រវ៉ាត់ព្រំដែនទៅកាន់រមណីយដ្ឋានធម្មជាតិអូទុរ៉េនកសិទេសចរធម្មជាតិរ៉េតសូម៉ាលីមានការលំបាកក្នុងការធ្វើដំណើរលោកកែសារ៉េតក៏បានសំណូមពរសូមឲ្យមានការជួសជុលកែលម្អផ្លូវនេះសម្រាប់សម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរនិងប្រជាពលរដ្ឋនៅតំបន់នោះក៏ដូចជាកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតំបន់នោះផងដែរ
ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលលោកបានផ្ដល់នៅសន្តិភាពនឹងឲ្យធ្វើឲ្យយើងមកបង្កើតកន្លែងនេះបានបើសិនជាកុំមានសន្តិភាពយើងក៏មិនអាចមករស់នៅទីនេះបានដែរនេះជាគុណអំណាចរបស់រាជរដ្ឋាភិបាលយើងបច្ចុប្បន្នសំណូមពរសូមលោកជំទាវបណ្ឌិតអភិបាលខេត្តបានសីមុំមេត្តាជួយផ្ដល់នៅផ្លូវនិងសេវាទូរស័ព្ទដោយសារកន្លែងនេះវាមានការខ្វះខាតពីរនឹងសំខាន់មែនទែនអញ្ចឹងបានថាសូមលោកជំទាវមេត្តាជួយផ្ដល់ក៏ដូចជាសម្ដេចបវរបើសិនជាលោកបានឃើញហើយសូមមេត្តាជួយផ្ដល់ពីរចំណុចនឹងព្រោះថ្ងៃនេះមិនមែនតែខ្ញុំម្ចាស់រមណីយដ្ឋានទេសូម្បីតែកងទ័ពសូម្បីតែប្រជាពលរដ្ឋដែលរស់នៅកន្លែងទីនេះក៏ពួកគាត់ពុំមានផ្លូវសម្រាប់គាត់ធ្វើដំណើរបានស្រួលទេហើយសេវាទូរស័ព្ទក៏គាត់មិនមានសេវាអីសម្រាប់ធ្វើការតាក់ទងពេលឈឺជាយុបលុបអីចឹងដែរគឺអត់មានពិបាកចំពោះភ្ញៀវទេសចរវិញពូសូមថាទាំងភ្ញៀវជាតិទាំងភ្ញៀវអន្តរជាតិសូមមេត្តាអញ្ជើញមកលេងរមណីយដ្ឋានរបស់ខ្ញុំបានដោយរមណីយដ្ឋានរបស់ខ្ញុំបាននេះគឺសម្បូរទៅដោយផ្លែឈើគ្រប់មុខហើយផ្លែឈើប្រហែលជាក្នុងឆ្នាំនេះឲ្យសាកទេមិនបាច់ទិញមិនបាច់ដូរទេមកដល់សាកមកនៅនឹងសាកនឹងដើមបេះខ្លួនឯងហូបខ្លួនឯងហ្មងអត់បាច់ទិញដូរទេឆ្នាំនេះសូមបញ្ជាក់ថាផ្លូវទៅកាន់រមណីយដ្ឋានធម្មជាតិអូទុរ៉េនកសិទេសចរធម្មជាតិរ៉េតសូម៉ាលីគឺជាផ្លូវក្រវ៉ាត់ព្រំដែនមានភាពបត់បែនពេនពងតាមចម្រាក់ភ្នំនៅប្របនឹងអូខណ្ឌចែកព្រំដែននៃប្រទេសទាំងពីរកម្ពុជាថៃ។